Asia One News, the United Nations Interim Force in Lebanon says southern Lebanon has suffered widespread destruction of civilian infrastructure កងកម្លាំងបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលេបេណុននិយាយថាលេបេណុនភាគខាងត្បូងបានរងទុក្ខដោយការពង្រីកការបំផ្លាញទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល Amid continued fighting and escalating military activity in the region នៅគ្រានេះការបន្តវាយហើយនឹងការពង្រីកសកម្មភាពយោធានៅក្នុងតំបន់ Recent the United Nations Interim Force in Lebanon reporting has documented heavy exchange of fire and significant damage affecting civilian areas and essential services ថ្មីនេះតាមរបាយការណ៍កងកម្លាំងបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិនៅលេបេណុនបានរាយការណ៍ដែលមានឯកសារត្រឹមត្រូវមកថាមានការផ្លាស់ប្ដូរយ៉ាងធំនៃភ្លើងសង្គ្រាមហើយជាសញ្ញានៃផលប៉ះពាល់គ្រោះថ្នាក់យ៉ាងធំដល់ជនស៊ីវិលនៅក្នុងតំបន់និងជាពិសេសដល់សេវាកម្មផ្គត់ផ្គង់បាទសូមអរគុណ